ស្រុកភូមិមួយរស់នៅជាប់នឹងព្រៃភ្នំអ្នកស្រុកភូមិដែលរស់នៅទីនេះគេប្រកបមុខរបរដាំដំណាំឬក៏ធ្វើស្រែចម្ការជាដើមគ្រួសារខ្លះទៀតគេប្រកបមុខរបរប្រមាញ់សត្វនៅក្នុងព្រៃដើម្បីយកសត្វព្រៃយកទៅលក់នៅឯទីផ្សារភាគច្រើនអ្នកភូមិដែលរស់នៅទីនេះគឺពួកគេប្រកបមុខរបរប្រមាញ់សត្វព្រៃច្រើនណាស់ដោយសារតែគ្រួសារខ្លះគ្មានដីស្រែចម្ការឲ្យធ្វើនឹងគេនឹងឯងចំណែកឯគ្រួសារដែលគេមានដីស្រែច្រើនបន្ទាប់ពីរដូវធ្វើស្រែកន្លងផុតទៅពួកគេទាំងអស់គ្នានោះខ្លះក៏ដាំឪឡឹកខ្លះទៀតក៏ដាំត្រសក់ចំណែកឯខ្លះទៀតក៏ដាំពោតជាដើមទៅស្រុកភូមិមួយនេះអ្វីត្បិតថារស់នៅជាប់នឹងព្រៃភ្នំក៏ពិតមែនក៏ប៉ុន្តែអ្នកភូមិដែលរស់នៅទីនេះពួកគេទាំងអស់គ្នានោះមានក្តីសុខខ្លាំងណាស់ជារៀងរាល់ថ្ងៃនាពេលព្រឹកព្រលឹមទឹកសន្សើមក៏ធ្លាក់មកជាប់ជាមួយនឹងស្លឹកឈើចំណែកឯព្រះអាទិត្យដែលរះឡើងបំភ្លឺនាពេលថ្ងៃក៏បានរះឡើងបញ្ចេញពន្លឺភ្លឺចែងចាំងក៏អាចឲ្យពួកគេទាំងអស់គ្នានោះមើលឃើញធម្មជាតិពណ៌បៃតងដ៏ស្រស់ខៀវខ្ចីនៅនឹងព្រៃភ្នំផងដែរពេលវេលាដ៏ស្រស់បំព្រងរបស់អ្នកភូមិទាំងអស់នេះក៏ត្រូវបានបាត់បង់បន្ទាប់ពីបានដឹងថានៅក្នុងភូមិនាពេលយប់មានសត្វខ្លាកំណាចកាចសាហាវមួយក្បាលចេញមកវាយប្រហារដល់អ្នកភូមិហើយឲ្យតែមកដល់ពេលយប់អ្នកភូមិទាំងអស់នោះពួកគេមានការផិតភ័យខ្លាំងណាស់ដោយសារតែសត្វខ្លាមួយក្បាលនេះវាកាចសាហាវខ្លាំងពេកវាបានសម្លាប់អ្នកភូមិអស់ពី3នាក់ហើយព្រោះតែបែបនេះហើយទើបបានជាអ្នកភូមិទាំងអស់នោះពួកគេមានការភ័យខ្លាចខ្លាំងយ៉ាងនេះរហូតមកដល់យប់នេះនៅក្នុងរាត្រីដ៏សែនស្ងប់ស្ងាត់អ្នកភូមិទាំងអស់នោះក៏បានដេកលូកបាត់អស់ទៅរហូតមកដល់ម៉ោង4ទៀបភ្លឺអ្នកភូមិទាំងអស់នោះក៏ស្រាប់តែបានឮស្នូរកំភ្លើងលាន់ឮឡើងចំនួន2គ្រាប់ផ្ទួនគ្នាពូម៉េងដែលជាមេភូមិគ្រាន់តែបានឮស្នូរកំភ្លើងភ្លាមគាត់ក៏បានក្រោកឡើងគាត់បានរៀបចំខ្លួននិងទាញយកកំភ្លើងរបស់គាត់ដើម្បីធ្វើដំណើរទៅកាន់កន្លែងស្នូរកំភ្លើងអំបាញ់មាញ់ចំណែកឯប្រពន្ធរបស់គាត់បន្ទាប់ពីបានឃើញប្តីរៀបចំខ្លួនរួចហើយបំរុងនឹងធ្វើដំណើរចាកចេញទៅប្រពន្ធក៏បាននិយាយស៊ូទៅកាន់ប្តីថាណែឪវារួចចុះឯងរៀបចំខ្លួនគិតធ្វើដំណើរទៅណាដែរនឹងពូម៉េងបាននិយាយតបទៅកាន់ប្រពន្ធថាអូណែម៉ែវាគឺខ្ញុំធ្វើដំណើរទៅកាន់កន្លែងស្នូរកំភ្លើងអំបាញ់មាញ់បានឮពូម៉េងនិយាយបែបនេះហើយប្រពន្ធក៏បាននិយាយទៅកាន់ប្តីទៀតថាណែឪវានៅតែបន្តិចទៀតមេឃភ្លឺហើយចាំមេឃភ្លឺចាំឪវាឯងធ្វើដំណើរទៅក៏បានដែរពូម៉េងបាននិយាយតបទៅវិញថាអត់ទេម៉ែវាខ្ញុំមិនអាចរងចាំមេឃភ្លឺបានឡើយខ្ញុំគឺជាមេភូមិនៅក្នុងស្រុកភូមិនេះខ្ញុំត្រូវតែប្រញាប់ទៅមើលហើយបានឮប្តីនិយាយបែបនេះហើយប្រពន្ធក៏មិនបានហាមឃាត់អ្វីទៀតនោះដែរគាត់បាននិយាយទៅកាន់ប្តីថាអើបើអញ្ចឹងឪវាឯងធ្វើដំណើរទៅចោះនៅតាមផ្លូវប្រយ័ត្នប្រយែងខ្លួនផងប្រយ័ត្នបានជួបជាមួយនឹងអាសត្វខ្លាកំណាចមួយក្បាលនោះខណៈពេលនោះពូម៉េងបាននិយាយតបទៅកាន់ប្រពន្ធវិញថាណែម៉ែវាបើសិនជាបានជួបជាមួយនឹងអាសត្វខ្លាមួយក្បាលនោះគឺល្អហើយខ្ញុំនឹងបាញ់សម្លាប់វាចោលតែម្ដងដើម្បីកុំឲ្យវាមកវាយប្រហារដល់អ្នកភូមិរបស់យើងទៀតហើយម៉ែវាឯងនៅផ្ទះឲ្យស្រួលបួលទៅខ្ញុំធ្វើដំណើរទៅហើយបន្ទាប់ពីនិយាយរួចពូម៉េងគាត់ក៏បានធ្វើដំណើរចេញទៅភ្លាមពូម៉េងគាត់ចេះតែដើរទៅដើររហូតទៅដល់ផ្ទះសម្លាញ់របស់គាត់ចំណែកឯសម្លាញ់របស់គាត់មានឈ្មោះថាសាន់កាលពីមុនពូសាន់គាត់ក៏ធ្លាប់ប្រកបមុខរបរធ្វើជាអ្នកប្រមាញ់សត្វព្រៃដែរបើនិយាយពីរបៀនធ្វើដំណើរចូលទៅក្នុងព្រៃរបស់ពូសាន់គាត់នេះក៏មិនធម្មតាដែរចំណែកឯបច្ចុប្បន្ននេះពូសាន់គាត់ឈប់ប្រកបមុខរបរធ្វើជាអ្នកប្រមាញ់សត្វទៀតហើយដោយសារតែគាត់សន្សំប្រាក់បានមួយចំនួននិងបានទិញយកដីស្រែមួយកន្លែងហើយក៏ចាប់ផ្ដើមប្រកបមុខរបរដាំដំណាំលូកវិញម្ដងចំណែកឯពូម៉េងបន្ទាប់ពីដើរទៅដល់មុខផ្ទះរបស់ពូសាន់ហើយគាត់ក៏បានដើរចូលទៅរួចហើយបានស្រែកហៅថាណែអាសំឡាញ់ឆាប់ក្រោកឡើងធ្វើដំណើរទៅខាងនោះជាមួយនឹងយើងមួយផ្លែត
ក្រោយពេលដែលពូសាន់បានឮសំឡេងស្រែកហៅហើយគាត់ក៏បានក្រោកឡើងទាំងស្រពេចស្រពិលគាត់ឆ្ងល់ខ្លាំងណាស់រួចចុះអ្នកណាគេមកស្រែកហៅគាត់ធ្វើអ្វីមនុស្សកំពុងតែដេកលក់ស្រួលផងពូសាន់បានបើកទ្វារផ្ទះដើរចេញទៅមើលទាំងដែលគាត់មិនទាន់ទាំងបានពាក់អាវស្រួលបួលផងក្រោយពេលដែលចេញទៅដល់ក៏បានឃើញពូម៉េងនៅឈរមុខផ្ទះរបស់គាត់ពូសាន់គាត់ក៏បាននិយាយសួរទៅថាណែសំឡាញ់មេភូមិរួចចុះឯងមកស្រែកហៅគ្នាធ្វើអ្វីមនុស្សកំពុងតែដេកលក់ស្រួលផងពូម៉េងគាត់បាននិយាយតបទៅកាន់ពូសាន់ថាសំឡាញ់ដែលគ្នាមកហៅឯងប្រកាសជាមានការហើយគ្នាចង់បបួលឯងធ្វើដំណើរទៅខាងនោះជាមួយនឹងយើងមួយផ្លែតព្រោះថាអំបញ្ញមាញ់គ្នាបានឮស្នូកំភ្លើងនៅខាងនោះចំនួន2គ្រាប់គ្នាសង្ស័យថាប្រហែលជាអាសត្វខ្លាកំណាចនោះវាចូលមកអុកឡុកភូមិទៀតហើយបានឮពូម៉េងនិយាយបែបនេះហើយពូសាន់គាត់ក៏បាននិយាយតបទៅវិញថាបើអញ្ចឹងសម្លាញ់ឯងរងចាំគ្នាមួយផ្លែតសិនទៅគ្នាចូលទៅរៀបចំខ្លួនឲ្យបានស្រួលបួលសិនបន្ទាប់ពីនិយាយរួចពូសាន់ក៏បានដើរចូលទៅក្នុងផ្ទះភ្លាមដើម្បីរៀបចំខ្លួនឲ្យបានស្រួលបួលព្រមទាំងយកកំភ្លើងរបស់គាត់ទៅជាមួយផងដែរក្រោយពេលដែលពូសាន់រៀបចំខ្លួនរួចហើយគាត់ក៏បានដើរចេញមកពីខាងក្នុងផ្ទះវិញអ្នកទាំងពីរក៏បាននាំគ្នាធ្វើដំណើរទៅកាន់ទីកន្លែងស្នូកំភ្លើងនោះទៅកំពុងតែធ្វើដំណើរនៅតាមផ្លូវពូសាន់គាត់ក៏បាននិយាយសួរទៅកាន់ពូម៉េងថាណែសំឡាញ់គ្នាពិតជាឆ្ងល់ខ្លាំងណាស់វើយតើអាសត្វខ្លាកំណាចមួយក្បាលនោះវាចេញមកពីព្រៃម្ដុំណាដែរទៅណែសំឡាញ់កាលពីមុននៅពេលដែលគ្នានៅប្រកបមុខរបរប្រមាញ់សត្វព្រៃរាល់ពេលដែលគ្នាធ្វើដំណើរចូលទៅប្រមាញ់សត្វនៅក្នុងព្រៃគ្នានេះក៏មិនដែលបានជួបជាមួយនឹងសត្វខ្លាដែរពូម៉េងគាត់បាននិយាយតបទៅកាន់ពូសាន់វិញថាណែសំឡាញ់យើងក៏មិនដឹងដូចគ្នាដែរមិនដឹងថាអាសត្វខ្លាមួយក្បាលនេះវាចេញមកពីព្រៃម្ដុំណានោះទេនៅសុកវាស្រាប់តែបង្ហាញខ្លួនចេញមកហើយថែមទាំងបានវាយប្រហារទៅកាន់អ្នកភូមិរបស់យើងឲ្យស្លាប់បាត់បង់ជីវិតជាច្រើនអ្នកផងដែរមើលទៅគូតែប្រញាប់រកវិធីចាត់ការទៅដល់អាសត្វខ្លាមួយក្បាលនេះហើយបើបណ្ដោយឲ្យវានៅបែបនេះបន្តទៀតប្រកាសជាមានអ្នកភូមិត្រូវស្លាប់ដោយសារវាទៀតជាមិនខានបានលើពូម៉េងនិយាយបែបនេះហើយពូសាន់គាត់ក៏បាននិយាយស៊ូទៅកាន់ពូម៉េងទៀតថាអូណែសំឡាញ់រួចចុះឯងបានគិតហើយឬនៅថានឹងចង់ចាត់ការអាសត្វខ្លាមួយក្បាលនេះដោយវិធីណាដែរពូម៉េងគាត់បាននិយាយតបទៅកាន់ពូសាន់វិញថាណែសំឡាញ់គ្នានិយាយតាមត្រង់ទៅចោះឥឡូវនេះគ្នាក៏មិនទាន់នឹកឃើញវិធីល្អនោះដែរប្រហែលជាថ្ងៃស្អែកគ្នានឹងហៅអ្នកប្រមាញ់សត្វទាំងអស់ឲ្យទៅជួបជុំគ្នានៅផ្ទះរបស់យើងដើម្បីជួយពិភាក្សាគ្នារកវិធីចាត់ការទៅដល់អាសត្វខ្លាកំណាចមួយក្បាលនេះពូម៉េងនិងពូសាន់ពួកគាត់ទាំងពីរនាក់ដើរបណ្ដើរនិយាយប្រោកប្រាជ្ញគ្នាបណ្ដើរពូម៉េងនិងពូសាន់ក៏បាននាំគ្នាដើរទៅដល់កន្លែងស្នូកំភ្លើងនោះហើយក៏បានឃើញអ្នកភូមិមួយក្រុមកំពុងតែប្រមូលផ្ដុំគ្នាឈរមើលអ្វីក៏មិនដឹងស្របពេលនោះពូម៉េងក៏បាននិយាយសួរទៅកាន់អ្នកភូមិមួយក្រុមនោះថាណែអ្នកទាំងអស់គ្នារួចចុះមកប្រមូលផ្ដុំគ្នាឈរមើលអ្វីដែរនឹងមិនខ្លាចថាសត្វខ្លាវាចេញមកវាយប្រហារទេអីបន្ទាប់ពីនិយាយរួចអ្នកភូមិទាំងអស់នោះក៏បាននាំគ្នាសម្លឹងមកកាន់ពូម៉េងនិងពូសាន់ហើយបុរសម្នាក់បាននិយាយតបទៅកាន់ពូម៉េងថាអូណែលោកមេភូមិពួកខ្ញុំទាំងអស់គ្នាកំពុងតែឈរមើលសាកសពរបស់នាយដូងដែលត្រូវបានសត្វខ្លាហើយស៊ីអំបញ្ញមាញ់បានឮបែបនេះហើយពូម៉េងនិងពូសាន់ចាប់ផ្ដើមបើកភ្នែកធំពូម៉េងគាត់បាននិយាយសួរទៅកាន់អ្នកភូមិមួយក្រុមនោះទៀតថាអូណែអ្នកទាំងអស់គ្នារួចចុះអំបញ្ញមាញ់តើអ្នកណាគេទៅដែលបានជួបជាមួយនឹងសាកសពរបស់នាយដូងមុនគេហើយស្នូកំភ្លើងពីក្របអំបញ្ញមាញ់តើអ្នកណាគេជាអ្នកបាញ់ដែរទៅរួចចុះនាយសាក់បងប្រុសរបស់នាយដូងតើគេបានដឹងហើយឬនៅថាប្អូនប្រុសរបស់គេត្រូវបានសត្វខ្លាខាំសម្លាប់ខណៈពេលនោះលោកពូម្នាក់ដែលជាព្រានប្រមាញ់សត្វព្រៃនៅក្នុងភូមិគាត់បាននិយាយតបទៅកាន់ពូម៉េងថាអូណែលោកមេភូមិនាយសាក់គេបានដឹងហើយ
ថាប្អូនប្រុសរបស់គេត្រូវបានសត្វខ្លាខាំសម្លាប់ព្រោះថាអ្នកដែលបានជួបសាកសពរបស់នាយដូងមុនគេគឺខ្ញុំជាមួយនឹងនាយសាក់បងប្រុសរបស់គេនឹងឯងខ្ញុំជាមួយនឹងនាយសាក់បានបបួលគ្នាងើបទៅប្រមាញ់សត្វនៅក្នុងព្រៃឲ្យបានលឿនបន្តិចនាយសាក់គេក៏បាននិយាយប្រាប់ខ្ញុំដែរនៅក្នុងយប់នេះគេមិនបានឃើញនាយដូងប្អូនរបស់គេវិលត្រឡប់ទៅផ្ទះសម្បែងនោះឡើយហើយបន្ទាប់ពីខ្ញុំជាមួយនឹងនាយសាក់បានធ្វើដំណើរមកដល់ទីកន្លែងនេះក៏ស្រាប់តែបានឃើញនាយដូងត្រូវសត្វខ្លាខំហែកស៊ីបាត់ទៅហើយគ្រាន់តែបានឃើញបែបនេះហើយខ្ញុំជាមួយនឹងនាយសាក់ក៏បានលើកកំភ្លើងឡើងបាញ់សម្ដៅទៅលើសត្វខ្លាមួយក្បាលនោះភ្លាមគ្រាប់ដំបូងខ្ញុំគឺជាអ្នកបាញ់ចំណែកឯគ្រាប់ទី2គឺជានាយសាក់ជាអ្នកបាញ់នឹងឯងបន្ទាប់ពីបានលើបែបនេះហើយពូម៉េងគាត់ក៏បាននិយាយសួរទៅកាន់លោកពូម្នាក់នោះទៀតថាណែលោកបងរួចចុះឥឡូវនេះនាយសាក់គេតាណាបាត់ហើយមិនដេចក៏មិនឃើញគេអញ្ចឹងលោកពូម្នាក់នោះបាននិយាយតបទៅកាន់ពូម៉េងថាគឺថានាយសាក់គេបានរត់ទៅតាមសម្លាប់សត្វខ្លាមួយក្បាលនោះហើយគ្រាន់តែបានឮលោកពូម្នាក់នោះនិយាយបែបនេះពូម៉េងក៏បានសម្លឹងទៅកាន់ពូសាន់រួចហើយនិយាយថាណែសម្លាញ់គ្នាគិតថាមិនអាចបណ្ដោយឲ្យនាយសាក់គេទៅសម្លាប់សត្វខ្លានៅក្នុងព្រៃតែម្នាក់ឯងបាននោះទេយើងទាំងពីរនាក់ឆាប់នាំគ្នាធ្វើដំណើរទៅជួយគេភ្លាមទៅអាសត្វខ្លាមួយក្បាលនោះគឺវាក្រឡេកក្រឡុចខ្លាំងណាស់នាយសាក់តែម្នាក់ឯងខ្លាចថាមិនអាចចាត់ការវាបានខណៈពេលនោះពូសាន់បាននិយាយតបទៅកាន់ពូម៉េងថាណែសម្លាញ់ឯងនេះចិត្តត្រជាក់សិនទៅឯងកុំទន់អាលមើលស្រាលនាយសាក់ឲ្យសោះថ្មីត្បិតថាគេនៅក្មេងបន្តិចក៏ពិតមែនតែបើនិយាយពីរបៀបធ្វើដំណើរចូលទៅក្នុងព្រៃរបស់គេក៏មិនចាញ់យើងប៉ុន្មាននោះដែរស្របពេលនោះពូម៉េងក៏បាននិយាយទៅកាន់ពូសាន់ទៀតថាណែសម្លាញ់គ្នាដឹងហើយថានាយសាក់ខ្លាំងពូកែរួចចុះបើគេផ្លត់ស្និតត្រូវបានសត្វខ្លាមួយក្បាលនោះខាំសម្លាប់តើឯងគិតយ៉ាងម៉េចទៅប្រសិនបើជាមានរឿងរ៉ាវទាំងអស់នេះកើតឡើងពិតមែនពួកយើងមិនអាចជួយទៅដល់នាយសាក់បានឡើយពូសាន់និងពូម៉េងកំពុងតែនិយាយគ្នាក៏ស្រាប់តែបានឮស្នូកំភ្លើងលាន់ឮឡើងចំនួន1គ្រាប់ចំណែកឯស្នូកំភ្លើងនោះគឺជាស្នូកំភ្លើងរបស់នាយសាក់ដែលបាញ់សត្វខ្លានៅព្រៃខាងក្រោយភូមិនឹងឯងបន្ទាប់ពីបានឮស្នូកំភ្លើងហើយពូម៉េងគាត់បាននិយាយទៅកាន់ពូសាន់ទៀតថាណែសម្លាញ់ឯងស្ដាប់មើលទៅស្នូកំភ្លើងនេះប្រហែលជានាយសាក់បានជួបជាមួយនឹងសត្វខ្លាមួយក្បាលនោះហើយមើលទៅស្នូកំភ្លើងនៅមិនសូវឆ្ងាយប៉ុន្មាននោះទេយើងទាំងពីរនាក់ឆាប់នាំគ្នាធ្វើដំណើរទៅជួយនាយសាក់ទៅពេលនោះពូសាន់ក៏បាននិយាយតបទៅកាន់ពូម៉េងថាណែសម្លាញ់គ្នាធ្វើដំណើរទៅជាមួយនឹងឯងក៏បានដែរតែមុននឹងទៅឯងមិនគិតថាចាត់ការទៅដល់សាកសពរបស់នាយដូងសិនទេអីពូម៉េងគាត់បាននិយាយតបទៅកាន់ពូសាន់ថាអើសម្លាញ់គ្នាវិញនឹងភ្លេចទៅហើយបើមិនបានឯងនិយាយប្រហែលជាគ្នាធ្វើដំណើរទៅជួយនាយសាក់បាត់ទៅហើយបន្ទាប់ពីពូម៉េងនិយាយគ្នាជាមួយនឹងពូសាន់រួចពូម៉េងក៏បានសម្លឹងទៅកាន់អ្នកភូមិទាំងអស់នោះរួចហើយនិយាយថាណែអ្នកភូមិទាំងអស់គ្នាសូមជួយយកសាកសពរបស់នាយដូងវិលត្រឡប់ទៅផ្ទះរបស់គេវិញសិនទៅចាំពេលនាយសាក់ត្រឡប់មកវិញចាំពួកយើងបូជាសាកសពរបស់នាយដូងចុះម្យ៉ាងទៀតខ្ញុំសូមផ្ដាំផ្ញើទៅដល់អ្នកទាំងអស់គ្នាផងជួយដើរទៅប្រាប់អ្នកភូមិផ្សេងទៀតផងចាំពេលមេឃភ្លឺស្រួបួលចាំនាំគ្នាធ្វើដំណើរចេញពីក្នុងផ្ទះក្រោយពេលដែលពូម៉េងនិយាយរួចអ្នកភូមិមួយក្រុមនោះក៏បាននាំគ្នាយកសាកសពរបស់នាយដូងវិលត្រឡប់ទៅផ្ទះរបស់គេវិញទៅចំណែកឯពូម៉េងជាមួយនឹងពូសាន់ក៏បាននាំគ្នាធ្វើដំណើរទៅជួយនាយសាក់តាមសម្លាប់សត្វខ្លាទៅចំណែកឯនាយសាក់ឯនោះវិញគេបានតាមប្រមាញ់សត្វខ្លាចូលទៅដល់ក្នុងព្រៃជ្រៅតែម្នាក់ឯងទោះបីជាក្នុងពេលឥឡូវនេះនាយសាក់តាមសម្លាប់សត្វខ្លាចូលទៅដល់ក្នុងព្រៃជ្រៅតែម្នាក់ឯងក៏ដោយក៏គេមិនបានភ័យខ្លាចអ្វីនោះដែរនៅក្នុងពេលនេះនាយសាក់គេមានកំហឹងខ្លាំងណាស់គេមិនខ្វល់ពីគ្រោះថ្នាក់អ្វីទាំងអស់គេគ្រាន់តែគិតថានឹងតាមសម្លាប់អាសត្វខ្លាមួយក្បាលនោះឲ្យបានដើម្បីសងសឹកឲ្យប្អូនប្រុសរបស់គេវិញ
ចំណែកឯសត្វខ្លាមួយក្បាលនោះវិញវាក៏មិនបានឲ្យនេសាទតាមសម្លាប់វាបានស្រួលៗនោះដែរសត្វខ្លាវាក៏បានលាក់ខ្លួននៅក្រោយដើមឈើធំមួយដើម្បីរងចាំវាប្រហារនេសាទពីក្រោយខ្នងចំណែកឯនេសាទឯនោះវិញគេបានដើរសម្លឹងរកមើលឆ្វេងស្ដាំតែទោះបីជាគេខំប្រឹងសម្លឹងរកមើលយ៉ាងណាក៏ដោយក៏មិនអាចរកឃើញសត្វខ្លាមួយក្បាលនោះបានដែរនេសាទចេះតែធ្វើដំណើរបន្តទៅមុខទៀតរហូតដើរហួសដើមឈើធំដែលសត្វខ្លាបានលាក់ខ្លួនសត្វខ្លាបន្ទាប់ពីបានឃើញនេសាទដើរហួសទៅមុខហើយវាក៏បានឃើញឱកាសល្អរបស់វាចាត់ការទៅដល់នេសាទផងដែរសត្វខ្លាវាក៏បានដើរចេញពីក្រោយដើមឈើដ៏ធំនោះហើយវាក៏បានបោះពួយរត់យ៉ាងលឿនសម្ដៅទៅរកនេសាទផងដែរខណៈពេលនោះសត្វខ្លាវាបំរុងនឹងលោតសំគ្រប់ខំសម្លាប់នេសាទក៏ប៉ុន្តែនេសាទគេបានលឺសម្រាប់ជើងរត់របស់វាមុនបាត់ទៅហើយខណៈពេលនោះនេសាទគេក៏បានលោតគេចខ្លួនចេញពីចង្កូមដ៏មុតស្រួចរបស់សត្វខ្លាចំណែកឯសត្វខ្លានៅពេលដែលខំសម្លាប់នេសាទមិនបានវាបំរុងនឹងលោតទៅសំគ្រប់ខំសម្លាប់នេសាទម្ដងទៀតហើយសត្វខ្លាវាមិនទាន់ទាំងបានលោតទៅផងក៏ត្រូវបាននេសាទលើកកំភ្លើងរបស់គេឡើងបាញ់សម្ដៅទៅលើសត្វខ្លាចំនួន2គ្រាប់សត្វខ្លាបន្ទាប់ពីវាត្រូវគ្រាប់កំភ្លើងហើយវាក៏បានស្រែកបញ្ចេញសំឡេងលាន់លឺខ្លាំងសំឡេងរបស់វាលឺឲ្យខ្ទរពេញព្រៃតែម្ដងសត្វខ្លាបន្ទាប់ពីវាស្រែករួចហើយវាក៏បានរត់គេចខ្លួនចូលទៅក្នុងកំពតព្រៃសារជាថ្មីម្ដងទៀតទៅចំណែកឯនេសាទគេក៏បានដើរទៅមើលកន្លែងដែលគេបាញ់ត្រូវសត្វខ្លាអំបាញ់មាញ់ក្រោយពេលដែលនេសាទដើរទៅដល់ក៏បានឃើញថាគ្មានសូម្បីតែឈាមបន្តិចស្រក់នៅទីកន្លែងនោះគេពិតជាឆ្ងល់ខ្លាំងណាស់អំបាញ់មាញ់គេពិតជាបានបាញ់ត្រូវពីគ្រាប់ច្បាស់ណាស់ហេតុអ្វីបានជាសត្វខ្លាមួយក្បាលនោះគ្មានរបួសអ្វីបន្តិចសោះអញ្ចឹងគិតចុះគិតឡើងនេសាទលន់មាត់និយាយម្នាក់ឯងថាមើលទៅសត្វខ្លាមួយក្បាលនេះវាមិនមែនជាសត្វខ្លាធម្មតានោះឡើយគ្រាប់កំភ្លើងធម្មតាមិនអាចធ្វើឲ្យវាមានរបួសបានសោះមើលទៅប្រហែលជាត្រូវលេងអាគមជាមួយនឹងសត្វខ្លាមួយក្បាលនេះហើយមិនដឹងថាសត្វខ្លាមួយក្បាលនេះវាសម្លាប់មនុស្សអស់ប៉ុន្មានអ្នកហើយនោះទេទើបបានជាវាមានឫទ្ធិអំណាចខ្លាំងយ៉ាងនេះបោកគ្រាប់កំភ្លើងធម្មតាមិនអាចធ្វើស្អីវាបានទៅហើយអញ្ចឹងមានតែលេងគ្រាប់កំភ្លើងអាគមចាត់ការសត្វខ្លាមួយក្បាលនេះតែប៉ុណ្ណោះនិយាយរួចនេសាទក៏បានធ្វើដំណើរទៅតាមរកសត្វខ្លាមួយក្បាលនោះទៀតទៅនេសាទបានធ្វើដំណើរតាមរកសត្វខ្លាមួយក្បាលនេះរហូតដល់មេឃភ្លឺក៏បានធ្វើដំណើរទៅដល់ដែនព្រៃមួយកន្លែងដែនព្រៃនេះឮគេនិយាយថាសម្បូរទៅដោយពពួកសត្វព្រៃកាចមិនត្រឹមតែប៉ុណ្ណោះនៅក្នុងដែនព្រៃនេះថែមទាំងមានពពួកខ្មោចព្រាយបិសាចទៀតផងហើយដែនព្រៃមួយនេះត្រូវបានគេហាមមិនឲ្យព្រានប្រមាញ់សត្វព្រៃធ្វើដំណើរចូលមកប្រមាញ់សត្វនៅក្នុងដែនព្រៃនេះឡើយព្រោះតែខ្លាចថាត្រូវជួបជាមួយនឹងពពួកខ្មោចព្រាយបិសាចមានគ្រោះថ្នាក់ដល់អាយុជីវិតទោះបីជានេសាទគេបានដឹងបែបនេះក៏ដោយក៏រូបគេគ្មានភ័យខ្លាចអ្វីនោះដែរនៅក្នុងពេលនេះគេគ្រាន់តែចង់តាមសម្លាប់សត្វខ្លានោះសងសឹកឲ្យប្អូនប្រុសរបស់គេតែប៉ុណ្ណោះក្រោយមកនេសាទក៏បានធ្វើដំណើរចូលទៅក្នុងដែនព្រៃនោះទៅនៅក្នុងដែនព្រៃនោះគឺសម្បូរទៅដោយដើមឈើធំលូតលាស់ជាច្រើនជាពិសេសពពួកសត្វស្លាបនៅក្នុងព្រៃវាក៏បាននាំគ្នាហោះហើរទៅវិញទៅមកបន្ទាប់ពីនេសាទបានឃើញបែបនេះហើយគេបានគិតក្នុងចិត្តថានៅក្នុងដែនព្រៃមួយនេះមិនដូចពាក្យគេនិយាយសោះឯណាទៅដែលគេនិយាយថាសម្បូរទៅដោយពពួកសត្វកាចមិនដេចក៏ខ្ញុំមិនឃើញមួយក្បាលសោះបន្ទាប់ពីនោះនេសាទគេក៏បានតាមរកសត្វខ្លាបន្តទៀតទៅនេសាទគេបានតាមរកសត្វខ្លាមួយក្បាលនេះនៅក្នុងដែនព្រៃរហូតដល់មេឃងងឹតវិញនេសាទដោយសារតែហត់អស់កម្លាំងពេកគេក៏មិនបានធ្វើធ្នើស្អីនោះដែរគេបានសម្លឹងរកមើលដើមឈើណាដែលមានដង្កៀបធំហើយនឹងឡើងទៅសម្រាកនៅលើដើមឈើនោះតែម្ដងសម្លឹងរកមើលមិនបានយូរប៉ុន្មាននេសាទគេក៏បានឃើញដើមឈើដែលមានដង្កៀបធំមួយហើយគេក៏បានឡើងទៅសម្រាកនៅលើដើមឈើនោះទៅ
យប់កាន់តែងងឹតទៅនេសាក់គេគិតថានៅពេលដែលដេកលក់ប្រកាសជាធ្លាក់ពីលើដើមឈើជាមិនខានដោយសារតែខ្លាចធ្លាក់ពីលើដើមឈើនេសាក់គេក៏បានទាញយកវល្លិនៅជិតនោះយកមកចងខ្លួនរបស់គេភ្ជាប់ជាមួយនឹងដើមឈើទៅយប់កាន់តែជ្រៅទៅនេសាក់គេក៏បានដេកលង់លក់នៅលើដើមឈើផងដែររហូតដល់ពាក់កណ្ដាលយប់នេសាក់គេក៏បានភ្ញាក់ពីដំណេកវិញទៅដោយសារតែបានឮសម្រាប់ជើងព្រៃប្រោកបានដើរសម្ដៅទៅកាន់ដើមឈើដែលគេដេកនោះក្រោយពេលដែលសម្រាប់ជើងទាំងអស់នោះបានដើរទៅឈប់នៅក្រោមដើមឈើដែលនេសាក់កំពុងតែដេកចំណែកឯនេសាក់គេក៏បានសម្លឹងទៅមើលនៅក្រោមដើមឈើក៏បានឃើញខ្លាឃ្មុំ3ក្បាលដ៏ធំសម្បើមកំពុងតែនៅឈរក្រោមដើមឈើខណៈពេលនោះខ្លាឃ្មុំដ៏ធំមួយក្បាលវាក៏បានស្ទុះឡើងទៅលើដើមឈើនេសាក់គ្រាន់តែបានឃើញបែបនេះហើយគេក៏បានលើកកាំភ្លើងរបស់គេឡើងបាញ់សម្ដៅទៅលើខ្លាឃ្មុំភ្លាមស្នូកាំភ្លើងបានលាន់លឺឡើងចំនួន1គ្រាប់ហើយក៏បានបាញ់ត្រូវខ្លាឃ្មុំដែលកំពុងតែឡើងទៅរកនេសាក់ផងដែរខ្លាឃ្មុំបន្ទាប់ពីវាត្រូវគ្រាប់កាំភ្លើងហើយវាក៏បានធ្លាក់មកពីលើដើមឈើហើយក៏បានដាច់ខ្យល់ស្លាប់នៅទីកន្លែងនោះទៅចំណែកឯខ្លាឃ្មុំពីរក្បាលទៀតវាក៏បានស្ទុះឡើងទៅលើដើមឈើព្រមគ្នាផងដែរនេសាក់គ្រាន់តែបានឃើញបែបនេះហើយគេក៏បានលើកកាំភ្លើងរបស់គេឡើងបាញ់សម្ដៅទៅលើខ្លាឃ្មុំទាំងពីរក្បាលនោះភ្លាមគ្រាប់កាំភ្លើងក៏បានលាន់លឺឡើងចំនួន2គ្រាប់ផ្ទុនគ្នាខ្លាឃ្មុំទាំងពីរក្បាលមិនទាន់ទាំងបានឡើងទៅដល់នេសាក់ផងក៏ត្រូវបាននេសាក់បាញ់សម្លាប់ចោលអស់បាត់ទៅហើយខ្លាឃ្មុំទាំងពីរក៏បានធ្លាក់ពីលើដើមឈើម្ដងមួយហើយក៏បានដាច់ខ្យល់ស្លាប់នៅទីកន្លែងនោះអស់ទៅបន្ទាប់ពីបានឃើញខ្លាឃ្មុំងាប់អស់ហើយនេសាក់បាននិយាយម្នាក់ឯងថាពុទ្ធោអើយកាលពីថ្ងៃខំតែគិតថានៅក្នុងដែនព្រៃគ្មានសត្វសាហាវតែមកដល់ពេលយប់មិនដឹងថាពួកវាចេញមកពីណានោះទេមើលទៅក្នុងដែនព្រៃនេះពិតជាមានសត្វព្រៃកាចសាហាវដូចជាគេនិយាយមែននេសាក់កំពុងតែនិយាយម្នាក់ឯងសុកគេស្រាប់តែបានឮសំឡេងមនុស្សស្រីម្នាក់និយាយទៅកាន់គេថាបងប្រុសបងឡើងទៅលើដើមឈើនោះធ្វើអ្វីដែរទៅហើយអំបាញ់មាញ់បងនិយាយអ្វីទៅតែម្នាក់ឯងនឹងក្រោយពេលដែលស្រីម្នាក់នោះនិយាយរួចនេសាក់គេក៏បានសម្លឹងទៅកាន់ស្រីម្នាក់នោះភ្លាមនេសាក់ឆ្ងល់ខ្លាំងណាស់ថាតើហេតុអ្វីនៅក្នុងដែនព្រៃជ្រៅយ៉ាងនេះទៅហើយថែមទាំងមេឃងងឹតទៀតរួចចុះស្រីម្នាក់នេះគឺជាកូនចៅរបស់អ្នកណាគេទៅទើបបានជាមកធ្វើដំណើរនៅក្នុងដែនព្រៃទាំងយប់ដូចនេះគិតចុះគិតឡើងដោយសារតែមានការសង្ស័យនេសាក់ក៏បាននិយាយសួរទៅកាន់ស្រីម្នាក់នោះថាអូនអ្នកនាងកំទាន់អាចចង់ដឹងអីថាខ្ញុំឡើងមកលើដើមឈើនេះធ្វើអ្វីអ្នកនាងនិយាយប្រាប់ខ្ញុំសិនទៅថាតើអ្នកនាងគឺជាកូនចៅរបស់អ្នកណាគេហើយធ្វើដំណើរចូលមកក្នុងដែនព្រៃទាំងយប់បែបនេះមានការអ្វីដែរស្រីម្នាក់នោះបានសម្លឹងទៅកាន់នេសាក់រួចហើយនិយាយតបថាណែបងប្រុសដែលខ្ញុំធ្វើដំណើរចូលមកក្នុងដែនព្រៃនេះគឺមកតាមឪពុករបស់ខ្ញុំឲ្យត្រឡប់ទៅផ្ទះវិញឪពុករបស់ខ្ញុំគឺជាព្រានប្រមាញ់សត្វព្រៃគាត់បានធ្វើដំណើរចូលមកប្រមាញ់សត្វនៅក្នុងដែនព្រៃនេះតាំងតែពីថ្ងៃមកម្លេះជារៀងរាល់ថ្ងៃឪពុករបស់ខ្ញុំគាត់មិនដែលប្រមាញ់សត្វព្រៃរហូតដល់មេឃងងឹតនោះទេយ៉ាងហោចណាស់ល្ងាចបន្តិចគាត់ធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយថ្ងៃនេះខ្ញុំបានរងចាំឪពុករបស់ខ្ញុំរហូតដល់មេឃងងឹតក៏មិនបានឃើញគាត់វិលត្រឡប់ទៅផ្ទះសម្បែងវិញនោះដែរដោយសារតែបារម្ភពីគាត់ខ្លាំងពេកខ្ញុំក៏សម្រេចចិត្តធ្វើដំណើរចូលមកក្នុងដែនព្រៃនេះតាមរកគាត់តែម្ដងទៅឥឡូវនេះខ្ញុំនិយាយប្រាប់បងអស់ហើយបងគូតែនិយាយប្រាប់ខ្ញុំវិញហើយតើបងឡើងទៅលើដើមឈើនោះធ្វើអ្វីដែរទៅនេសាក់គេបាននិយាយតបទៅកាន់ស្រីម្នាក់នោះវិញថាអូនអ្នកនាងដែលខ្ញុំឡើងមកលើដើមឈើនេះគឺកិច្ចពីពពុះសត្វកំណាចនឹងឯងអ្នកនាងមើលក្រោមដើមឈើនោះទៅគឺមានខ្លាឃ្មុំ3ក្បាលពួកវាចង់ធ្វើបាបមកកាន់ខ្ញុំក៏ប៉ុន្តែត្រូវខ្ញុំសម្លាប់ចោលអស់បាត់ទៅហើយរួចចុះអ្នកនាងធ្វើដំណើរចូលមកក្នុងដែនព្រៃតែម្នាក់ឯងដូច្នេះអ្នកនាងមិនខ្លាចត្រូវសត្វកំណាចវាយប្រហារទេអីស្រីម្នាក់នោះបាននិយាយតបទៅកាន់នេសាក់វិញថា
តាមពិតទៅខ្ញុំក៏ខ្លាចដែរបងតែធ្វើយ៉ាងម៉េចឪពុករបស់ខ្ញុំបានបាត់ខ្លួននៅក្នុងព្រៃទៅហើយទោះបីជាខ្លាចប៉ុណ្ណាខ្ញុំក៏ត្រូវតែធ្វើដំណើរចូលមកក្នុងដែនព្រៃតាមរកឪពុករបស់ខ្ញុំដែរអ្នកទាំងពីរកំពុងតែនិយាយគ្នាស្រាប់តែនៅពេលនោះស្រីម្នាក់នោះក៏ស្រាប់តែបានឃើញសត្វខ្លាមួយក្បាលដ៏ធំសម្បើមវានោះមានភ្នែកឲ្យក្រហមឆ្អិនឆ្អៅកំពុងតែឈរសម្លឹងទៅកាន់ស្រីម្នាក់នោះបន្ទាប់ពីនាងបានឃើញសត្វខ្លាដ៏ធំយ៉ាងនេះហើយនាងក៏បាននិយាយទៅកាន់នេសាទឲ្យចុះមកជួយនាងផងនាងបាននិយាយទៅកាន់នេសាទថាបងប្រុសសូមបងចុះមកជួយខ្ញុំផងសត្វខ្លាមួយក្បាលធំណាស់វាកំពុងតែឈរសម្លឹងមកកាន់ខ្ញុំបន្ទាប់ពីនេសាទបានឮបែបនេះភ្លាមគេក៏មិនបានគិតអ្វីច្រើននោះដែរកំពុងតែចង់សម្លាប់សត្វខ្លាសងសឹកឲ្យប្អូនប្រុសរបស់គេផងនេសាទគេក៏បានចុះមកពីលើដើមឈើនោះភ្លាមចំណែកឯស្រីម្នាក់នោះវិញក្រោយពេលដែលបានឃើញនេសាទចុះមកពីលើដើមឈើហើយនាងស្រាប់តែលួចញញឹមតិចផងដែរចំណែកឯនេសាទក្រោយពេលដែលចុះមកដល់ខាងក្រោមហើយគេក៏បានសម្លឹងទៅកាន់ស្រីម្នាក់នោះខណៈពេលនោះដែរគេមិនបានឃើញស្រីម្នាក់នោះឡើយពេលនោះគេស្រាប់តែបានឃើញសត្វខ្លាមួយក្បាលដ៏ធំសម្បើមជំនួសវិញពេលនេះទើបនេសាទដឹងថាស្រីម្នាក់អំអាញ់មាញ់តាមពិតទៅគឺជាព្រៃខ្លាបំលែងខ្លួនមកសោះឃើញបែបនេះហើយនេសាទលន់មាត់និយាយថាលើកនេះគឺពិបាកហើយខ្ញុំមិនមែនមានតែសត្វខ្លាមួយក្បាលនោះទេគឺវាមានទៅដល់2ក្បាលឯណោះមិនខ្វល់ថាពួកវាមានប៉ុន្មានក្បាលនោះទេបើជ្រុលជាចុះមកពីលើដើមឈើទៅហើយមានតែប្រយុទ្ធស្លាប់រស់ជាមួយនឹងពួកវាតែប៉ុណ្ណោះបន្ទាប់ពីនិយាយរួចនាយសាក់គេក៏បានយកគ្រាប់កាំភ្លើងចេញមកចំនួន2គ្រាប់ពេលនោះគេក៏បានលើកដៃឡើងប្រណម្យសូត្រសែបនៅមុនអាគមបញ្ចុះទៅនឹងគ្រាប់កាំភ្លើងនោះភ្លាមចំណែកឯសត្វខ្លាទាំង2ក្បាលនោះវិញវាក៏កំពុងតែដើរសម្ដៅមករកនេសាទបន្តិចម្ដងចំណែកឯនេសាទក្រោយពេលដែលសូត្រសែបមុនអាគមរួចគេក៏បានដាក់គ្រាប់កាំភ្លើងនោះចូលភ្លាមខណៈពេលនោះសត្វខ្លាទាំង2ក្បាលវាក៏បានបោះពួយរត់យ៉ាងលឿនសម្ដៅមករកនេសាទគ្រាន់តែបានឃើញដូច្នេះហើយនេសាទគេក៏បានលើកកាំភ្លើងរបស់គេឡើងបាញ់សម្ដៅទៅរកសត្វខ្លាទាំង2ក្បាលនោះភ្លាមរំពេចនោះស្នូកាំភ្លើងក៏បានលាន់លឺឡើងចំនួន1គ្រាប់កាំភ្លើងដែលបញ្ចុះទៅដោយមន្តអាគមក៏បានធ្វើឲ្យសត្វខ្លាមួយក្បាលដេកដួលងាប់ទៅលើដីផងដែរក្រោយពេលដែលវាងាប់មួយក្បាលហើយនេសាទបំរុងនឹងបាញ់សម្លាប់មួយក្បាលទៀតតែនៅក្នុងពេលនោះសត្វខ្លាបានរត់ទៅដល់ខ្លួនរបស់គេបាត់ទៅហើយសត្វខ្លាក៏បានបំបុកនេសាទឲ្យដួលទៅលើដីចំណែកឯកាំភ្លើងរបស់គេក៏បានរបូតពីដៃខ្ទាតទៅឆ្ងាយនេសាទគេស្រវេស្រវាបំរុងនឹងក្រោកឡើងហើយរត់ទៅយកកាំភ្លើងនេសាទបំរុងនឹងក្រោកឡើងខណៈពេលនោះសត្វខ្លាបានមកសង្គ្រប់នៅលើខ្លួនរបស់គេបាត់ទៅហើយនេសាទក្រោយពេលដែលត្រូវសត្វខ្លាសង្កត់ពីលើហើយគេខំប្រឹងរើបំរាស់ដែរតែមិនអាចរើបាននោះទេដោយសារតែសត្វខ្លាវាមានមាឌធំខ្លាំងពេកចំណែកឯសត្វខ្លាក្រោយពេលដែលវាសង្កត់នេសាទបានហើយវាក៏បានស្រែកក្រហឹមខ្ទោពេញព្រៃតែម្ដងបន្ទាប់ពីត្រូវសត្វខ្លាសង្កត់នេសាទគេគិតថាប្រហែលជាគេត្រូវស្លាប់បាត់បង់ជីវិតនៅក្នុងដែនព្រៃនេះហើយនេសាទគេកំពុងតែអស់សង្ឃឹមខណៈពេលនោះក៏ស្រាប់តែបានឮស្នូកាំភ្លើងលាន់ឮឡើងចំនួន2គ្រាប់ក្រោយពេលដែលស្នូកាំភ្លើងស្ងាត់ទៅវិញក៏បានឃើញសត្វខ្លាដែលសង្កត់នេសាទអំបាញ់មិញដេកដួលងាប់នៅជិតនោះបាត់ទៅហើយនេសាទបានសម្លឹងទៅកាន់កន្លែងស្នូកាំភ្លើងក៏បានឃើញថាមានបុរស2នាក់នៅឈរទីកន្លែងនោះហើយបុរស2នាក់នោះដែរគឺជាពូម៉េងនិងពូសាន់នឹងឯងដែលពួកគាត់ទាំង2នាក់ធ្វើដំណើរតាមមកជួយនេសាទដើម្បីសម្លាប់សត្វខ្លាក្រោយពេលដែលពួកគាត់ទាំង2នាក់បាញ់សម្លាប់សត្វខ្លាមួយក្បាលនោះហើយពូម៉េងគាត់បាននិយាយទៅកាន់នេសាទថា
ណែក្មួយសាក់រួចចុះធ្វើយ៉ាងម៉េចទើបបានជាផ្លត់ស្នេតឲ្យសត្វខ្លាមួយក្បាលនោះសង្កត់ពីលើបានប្រសិនបើជាពួកយើងទាំងពីរនាក់មកមិនទាន់ប្រហែលជាក្មួយសាក់ខ្លាយទៅជាចំណីសត្វខ្លាមួយក្បាលនេះបាត់ទៅហើយនាយសាក់គេបានក្រោកឡើងរួចហើយគេបាននិយាយទៅកាន់ពូម៉េងនិងពូសាក់ថាមែនហើយបើមិនបានលោកពូទាំងពីរមកទាន់ពេលវេលានោះទេខ្ញុំប្រហែលខ្លាយទៅជាចំណីសត្វខ្លាមួយក្បាលនេះបាត់ទៅហើយរួចចុះលោកពូទាំងពីរតាមរកខ្ញុំឃើញបានយ៉ាងម៉េចទៅខណៈពេលនោះពូម៉េងបាននិយាយតបមកវិញថាតាមពិតទៅពូទាំងពីរបានធ្វើដំណើរមកតាមឯងតាំងតែពីថ្ងៃដែលឯងចេញមកសម្រាប់សត្វខ្លាមកម្លេះពូទាំងពីរបានតាមឯងរហូតចូលមកដល់ក្នុងដែនព្រៃនេះហើយដោយសារតែធ្វើដំណើរហត់អស់កម្លាំងពេកពូទាំងពីរក៏បានធ្វើធ្នើសម្រាកនៅក្បែរនេះចៃដនអីពូទាំងពីរបានលឺស្នូរកំភ្លើងដែលឯងបានបាញ់អបាញ់មិញក៏បាននាំគ្នាធ្វើដំណើរមកតាមស្នូរកំភ្លើងទៅក្រោយពេលដែលមកដល់ក៏បានឃើញឯងត្រូវបានសត្វខ្លាមួយក្បាលអបាញ់មិញសង្កត់ពីលើបាត់ទៅហើយបន្ទាប់ពីពូម៉េងនិយាយរួចពូសាន់បាននិយាយឡើងដែរថាមើលទៅលើកនេះពួកយើងធ្វើដំណើរចូលមកក្នុងព្រៃមិនអត់ប្រយោជន៍នោះទេសំឡាញ់ឯងមើលទៅមានទាំងសត្វខ្លាមានទាំងខ្លាឃ្មុំទៀតផងម្ដងនេះពួកយើងគ្រប់ទឹកហើយចាំថ្ងៃស្អែកពួកយើងទាំងអស់គ្នានាំគ្នាវះយកស្បែកខ្លានិងស្បែករបស់ខ្លាឃ្មុំយកទៅលក់នៅឯផ្សារប្រកាសជាបានតម្លៃថ្លៃជាក់ជាពុំខានរហូតមកដល់ព្រឹកស្អែកអ្នកទាំងបីក៏បាននាំគ្នាវះយកស្បែកខ្លាព្រមទាំងស្បែកខ្លាឃ្មុំក្រោយពេលដែលវះយកបានហើយពួកគាត់ទាំង3នាក់ក៏បាននាំគ្នាធ្វើដំណើរត្រឡប់ទៅស្រុកភូមិវិញទៅហើយសម្រាប់សាច់រឿងនេះដែរខ្ញុំបាទសូមចប់តែត្រឹមនេះហើយខ្ញុំបាទក៏សូមអភ័យទោសរាល់ពាក្យពេចន៍សម្ដីដែលនិយាយទៅមិនសមរម្យហើយខ្ញុំបាទក៏សូមអរគុណរាល់ការគាំទ្រចំពោះរូបខ្ញុំបាទសូមអរគុណ